តែពេលហើយបងទៅទំនងនេះឆែបមកពីឆែបខូនប៉ៅឲ្យគេញ៉ាំម្ដងមករសជាតិនេះវិញឆ្ងាញ់ញ៉ាំបងណាជំរាបសួរក៏ដូចជាសួស្តីមកកាន់ប្លុកដើរជីកទំពាំងបងប្អូនដើរជីកទំពាំងដើម្បីយកមកធ្វើទំពាំងជ្រក់បាទដល់ជីកកកកាយលោកបាន3 4ដាក់ក្នុងធុងពេត្រូលឥឡូវឃើញនេះបងប្អូនเราកំពុងតែកាត់ស្លឹកឈើឬក៏បន្លាឫស្សីដើម្បីវែងយកបន្លាកន្លែងកាយកាត់ទំពាំងមកបងប្អូននេះเราបានមកហើយបាទទំពាំងឫស្សីព្រៃធំធំហើយកដោវាស៊ីអាចុងបងប្អូនកគេគល់ឲ្យចុងយើងអាខ្លះស៊ីអស់ឡើងស្អុយចោលនៅហ្នឹងហើយខ្ញុំអត់យកទេអាហ្នឹងឥឡូវនេះលទ្ធផលបានល្មមប៉ុណ្នេះតែទៅយករោមអាសាទេបងប្អូនអានេះថតអាសាទេមកនៅអាសាទៀតចាំមើលទៅពេលបកហើយបងប្អូនហើយទៅពាំងយើងធ្វើការបកឲ្យស្អាតយកមកសម្អាតទឹកមកទឹកពីរចឹងមកដើម្បីយកមកស្ងោរបងប្អូនស្ងោរលក្ខណៈស្ងោរគឺស្ងោរឲ្យវាអស់ជាតិហាងបងប្អូននៅហាងតិចក៏ឆ្ងាញ់ដែរតែបើឲ្យអស់បើសិនជាចាស់អីគាត់ចូលចិត្តហូបហាងដែរបើក្មេងគាត់មិនចូលចិត្តទេអញ្ចឹងយើងធ្វើឲ្យណែឥឡូវយើងពុះទំពាំងបងប្អូនចិត្តទំពាំងល្មមអាចយើងនឹងប្រឡាក់ហូបបានបងប្អូនញាប់ដៃញាប់ជើងបាទថ្ងៃនេះមួយថ្ងៃបងប្អូនមួយព្រឹកមិនមួយថ្ងៃបងប្អូនគ្រាន់តែធ្វើដើររោហើយនឹងយកមកធ្វើយកមកអីហ្នឹងមួយព្រឹកធំបាទចង់បានវីដេអូល្អចែកជូនបងប្អូនទស្សនាអញ្ចឹងណាបាទអាឡូឬចិត្តចុះចិត្តឡើងបងប្អូនអើយនេះទំពាំងយើងធ្វើការពុះវះអញ្ចឹងមកធ្វើត្រវែងមកស្រួលប្រឡាក់គ្រឿងរបស់យើងបាទហើយបងប្អូនធ្លាប់ហូបធ្លាប់ដឹងហើយទំពាំងបងប្អូនខ្ញុំអត់មានរិស័យអីព្រិចអត់មានអីទេបាទអត់មានរិស័យខ្លីរិស័យអីទេមានតែរិស័យព្រៃបងប្អូនអត់មានដុកម៉ៃសឹកសៃខ្លីសៃផ្អែមទេបាទមានតែរិស័យព្រៃហ្នឹងឯងដើរជីកដើរកកកកាយមកដើម្បីយកមកបងប្អូនមកថាសធំឥឡូវយើងស្ងោរកុំភ្លេចបងប្អូនដាក់អំបិលបន្តិចហើយស្ករបន្តិចទៅបាទដើម្បីឲ្យវាចូលជាតិមានឡមឡែមអីចឹងណាចាស់គេថាឡមឡែមហើយមានរសជាតិឆ្ងាញ់អញ្ចឹងទៅបាទឥឡូវយើងដាក់ហើយរួចយើងដាក់ទឹកយកមកដាក់លើចង្ក្រានកាច់ភ្លើងសូរផោភ្លើងឆេះទ្រុលមកយើងគ្របទុកឲ្យពុះបាទយករងាស់បងប្អូនរងាស់ចូលរិស័យព្រៃខ្ញុំវិជីបានធំបើសិនជាតូចយើងងាស់លឿនទេតែខ្ញុំរងាស់ប្រហែលជាចូល20នាទីបងប្អូនហើយធ្វើឲ្យ20នាទីរិស័យរបស់យើងហ្នឹងគឺក៏វផុយហើយក៏អត់ហាងដែរបងប្អូនឆ្ងាញ់ដាក់មកនិយាយពីធំក្លិនរិស័យព្រៃតិចយើងនិយាយពីឆ្ងាញ់ណាស់បងប្អូនអូជាតិតែម្ដងហើយរួចស្ងោរយើងដាក់ស្ងោរចោលអញ្ចឹងមកយើងមកធ្វើគ្រឿង3គ្រឿងបងប្អូនគ្រឿងអត់បានបុកមកវាយតែម្ដងបងប្អូនហើយម្ទេសយើងដាក់មានម្ទេសម្ទេសនេះណាវាអត់សុភ័ណភាពយើងដាក់ម្ទេហុយបងប្អូនម្ទេសហុយបាទដាក់ឡើងក្រហមងើអញ្ចឹងមកឥឡូវទំពាំងយើងថាដល់ម៉ោងយើងត្រូវគម្រប់ខួបគម្រប់ខួបលើកយកមកដួសហើយបាទលើកយកមកដួសចេញពីឆ្នាំងច្រឡំនិយាយចិត្តតែខុសអញ្ចឹងហ្នឹងបាទជោគចេញពីឆ្នាំងអញ្ចឹងមកបងប្អូនណាឡើងហុយទ្រុលតែម្ដងហើយបានទំពាំងមកល្មមណាស់ដែរបងប្អូនមិនច្រើនទេបាទយើងដួសយកមកទុកឲ្យច្រោះទឹករឿងឲ្យត្រជាក់បន្តិចបងប្អូនមិនថាត្រជាក់ពេកទេដាក់ឲ្យត្រជាក់បន្តិចអញ្ចឹងមកដាក់ចូលថាសហើយរួចយើងប្រឡាក់គ្រឿងរបស់យើងដែលយើងដាក់ទៅហ្នឹងបងប្អូនដែលយើងកិនហើយហ្នឹងយកមកដាក់ហើយយើងច្របាច់ដាក់ចូលគ្នាមកដើម្បីអូវាចូលជាតិតែមួយឲ្យមានរសជាតិថាឆ្ងាញ់តែម្ដងបងប្អូនបានទំពាំងយើងអត់ច្រើនទេបានតែមួយថាសហ្នឹងទេបងប្អូនហើយរួចហើយហ្នឹង
ក៏ដាក់គ្រឿងបងប្អូនគ្រឿងយើងចាក់ចូលមកនេះហើយគ្រឿងយើងដាក់មានដូចជាខ្ទឹមសជាពិសេសម្ដេងបងប្អូនម្ដេងមើលម្ដេងដែលខ្ចីដាក់មកហើយយើងហូបប៉ះម្ដេងនិយាយពីក្នុងមាត់របស់យើងបងប្អូននិយាយពីឈ្ងុយម្ដេងហើយជួបជាមួយនឹងទំពាំងប្រឡាក់ទឹកដៃមិនធម្មតានេះទៀតទទួលយកថាឲ្យបន្ទុកដឹងប្រហែលបងប្អូនដល់ឲ្យ100លើ100បណ្ដោយដល់ខ្ជិលបាទឥឡូវនេះយើងឲ្យមានស្រោមណៃទេមានស្បោងបងប្អូនស្បោងថ្មីយើងច្រោបដៃវាច្រោបស្រោបនិយាយដូចឆែបកប៉ោតហើយឆែបខូននិយាយដូចខាងទូកមីហើយបាទឥឡូវនេះឲ្យកូនពៅគាត់ភ្លក់កាត់តាហាទុកឲ្យខ្ញុំប៉ាខ្ញុំអ្នកភ្លក់មើលតើរសជាតិយ៉ាងណាគេថាឆ្ងាញ់គេថាជ្រុបឆ្ងាញ់ហើយប៉ុន្តែមើលមាត់ដូចមិនសូវទំនងសោះបងប្អូនដាក់ទំពាមកបងប្អូននេះអូយីអែមហើយមុខម្ហូបទំពាំងស្ងោមកប្រឡាក់មកមុខនេះអែមបងប្អូនឥឡូវខ្ញុំបន្ថែមនឹងគ្រឿងក្រូជាមួយនឹងពងក្រងថែមទៀតបងប្អូនតែខ្ញុំអត់បានថតបញ្ចូលទេហើយខ្ញុំដាក់ក្នុងកឡទុកដើម្បីទុកហូបទៅមុខទៀតបាទហើយវីដេអូខ្ញុំក៏អត់មានអីច្រើនវែងឆ្ងាយអីដែរបងប្អូនអរគុណបងប្អូនពេញចិត្តវីដេអូសូមជួយចុច like ចុច share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនេះបងប្អូននេះដាក់ចូលកដុងទុកដើម្បីដួសហូបដងតិចបាទអរគុណសម្រាប់ការតាមដានអរគុណច្រើនកុំភ្លេចបងប្អូនជួយ share វីដេអូម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីអរគុណ